សេចក្តីជូនដំណឹងស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ2026បាទនៅក្នុងសេចក្តីជូនដំណឹងនេះគឺមានតាក់ទងជាមួយនឹងបែបបទនៅក្នុងការស្នើសុំលិខិតអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសចាប់ពីពេលណាដល់ពេលណារួមទាំងដើម្បីភ្ជាប់ប្រព័ន្ធពាក់ព័ន្ធវិស័យការងារជាមួយនឹងប្រព័ន្ធទិន្នន័យកម្លាំងពលកម្មបរទេសតើយើងត្រូវស្នើសុំយ៉ាងដូចម្តេចទី3គឺតាក់ទងមកករណីដែលយើងមិនទាន់បានស្នើសុំទេឬក៏មិនបានស្នើសុំយើងនឹងទទួលរងអ្វីខ្លះបើចឹងខ្ញុំសូមអាននៅសេចក្តីជូនដំណឹងនេះព្រះរាជាណាចក្រកម្ពុជាជាតិសាសនាព្រះមហាក្សត្រក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈលេខ 029/25 កបសជនមហសេចក្តីជូនដំណឹងស្តីពីការស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ2026ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមជម្រាបជូនដល់ម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារឲ្យបានជ្រាបថាដើម្បីអាចប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ2026ម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសចាប់ពីថ្ងៃទី1ខែកញ្ញារហូតដល់ថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស Foreign Worker Centralized Management System FWCMS តាមរយៈគេហទំព័រ https fwcms.mlvt.gov.kh ចំពោះសហគ្រាសក្រុមហ៊ុនរោងចក្រដែលបើកដំណើរការក្រោយការបរិច្ឆេទនេះហើយមានតម្រូវការប្រើប្រាស់ហត្ថពលកម្មបរទេសអាចស្នើសុំប្រើប្រាស់ហត្ថពលកម្មបរទេសភ្លាមបន្ទាប់ពីសហគ្រាសក្រុមហ៊ុនរោងចក្រនោះមានដំណើរការដើម្បីទទួលបានបញ្ជីឈ្មោះកម្មករនិស្សិតខ្មែរនិងបរទេសដោយស្វ័យប្រវត្តិម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រត្រូវធ្វើការភ្ជាប់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ Labor Centralized Management System LACMS និងប្រព័ន្ធគ្រប់គ្រងទិន្នន័យកម្លាំងពលកម្មបរទេស Foreign Worker Centralized Management System FWCMS ដោយអនុវត្តតាមការណែនាំក្នុងដំណភ្ជាប់ខាងក្រោមក្រសួងការងារសូមបញ្ជាក់ថាជនបរទេសដែលចូលមកស្នាក់នៅនិងប្រកបមុខរបរឬធ្វើការនៅប្រទេសជាណាចក្រកម្ពុជាត្រូវស្នើសុំប័ណ្ណការងារនិងសៀវភៅការងារជនបរទេសតាមរយៈប្រព័ន្ធ FWCMS ក្នុងរយៈពេល90ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃការបរិច្ឆេទដំបូងបានចូលមកប្រទេសកម្ពុជាក្នុងករណីម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រដែលមានប្រើប្រាស់ហត្ថពលកម្មបរទេសមិនបានស្នើសុំការអនុញ្ញាតប្រើប្រាស់ហត្ថពលកម្មបរទេសសម្រាប់ឆ្នាំ2026ឬជនបរទេសមិនបានស្នើសុំប័ណ្ណការងារនិងសៀវភៅការងារជនបរទេសតាមការបរិច្ឆេទកំណត់ខាងលើត្រូវរងការផាកពិន័យជាប្រាក់ឬចំណាត់ការពីអធិការការងារស្របតាមច្បាប់ជាធរមានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសង្ឃឹមយ៉ាងមុតមាំថាម្ចាស់ឬនាយកសហគ្រាសក្រុមហ៊ុនរោងចក្រទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាពបញ្ជាក់នៅខាងក្រោមនេះគឺជារបៀបក្នុងការតភ្ជាប់ប្រព័ន្ធ LACMS និងប្រព័ន្ធ FWCMS របស់ក្រសួងការងារបាទចឹងដើម្បីភ្ជាប់គឺអ្នកទាំងអស់គ្នាត្រូវមានប្រព័ន្ធ2ដោយមានប្រព័ន្ធទី1គឺប្រព័ន្ធ LACMS បាទដែលមានទំនុករូបរាងដូចនេះនិងទី2គឺប្រព័ន្ធ FWCMS ដែលមានទំនុករូបរាងដូចនេះក្នុងការតភ្ជាប់បានគឺអ្នកទាំងអស់គ្នាទាមទារឲ្យមានចំណុច2គឺទី1គឺមានលេខ single ID នេះទី1គឺលេខ unique ID ដែលមាននៅក្នុងប្រព័ន្ធ LACMS អញ្ចឹងក្រោយពីបានប្រព័ន្ធមានថា LACMS unique ID នេះហើយនិងលេខក្រសួងពាណិជ្ជកម្មដែលមាននៅក្នុងលិខិតអនុញ្ញាតរបស់ក្រសួងពាណិជ្ជកម្មគឺយើងចូលមកប្រព័ន្ធ FWCMS ហើយធ្វើការចុចលើ click link ទៅកាន់ update unique ID នេះរួចធ្វើការបញ្ចូលនៅចំណុច2
ដូចមាននៅក្នុងរូបនេះទី1គឺបញ្ចូល unique ID ទី2គឺបញ្ចូលលេខចុះបញ្ជីពាណិជ្ជកម្មរួចចុចរក្សាទុកគឺយើងនឹងបានតភ្ជាប់រវាងប្រព័ន្ធទាំងពីរបានហើយបើចឹងនៅក្នុងសេចក្តីជូនដំណឹងនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រោងចក្រសហគ្រាសទាំងអស់ក្នុងការស្នើសុំទាន់ពេលវេលាបាទអរគុណចំពោះការតាមដានស្ដាប់ជាមួយនឹងសេចក្តីជូនដំណឹងនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយខ្ញុំ